ហ្នឹងហើយអ្នកទាំងអស់គ្នាប្រហែលថ្ងៃនេះគឺអត់បានថតរឿងកូនក្រមុំខ្មោចចូលទេព្រោះដោយសារតែត្រូវឡើងមកភ្នំពេញធ្វើទីផ្សារថ្នាំដុសធ្មេញនរាអញ្ចឹងណាហើយថ្ងៃនេះផងដែរខ្ញុំក៏បានទៅមើលរឿងគូស្នេហ៍ក្បត់ក្បាលរបស់ផលិតកម្មសាស្ត្រារឿងនេះគឺអាចមើលបានបងប្អូនបើសិនជារ៉េតខ្ញុំអាចរ៉េតឲ្យ6.5 លើ 10គឺសាច់រឿងគឺមានដំណើរដើមតងល្អទោះបីជាមិនសូវរន្ធត់ខ្លាំងប៉ុន្តែខ្ញុំគិតថាអាចទទួលយកបានបើសិនជាបងប្អូនដែលខ្លាចខ្មោចល្មមគឺអាចមានអារម្មណ៍ថារន្ធត់សម្រាប់គាត់អញ្ចឹងណាក៏ប៉ុន្តែសម្រាប់ខ្ញុំគឺអត់អីទេគឺអត់មានកន្លែងដែលធ្វើខ្ញុំភ្ញាក់ទេហើយចំណុចដែលខ្ញុំគិតថាគូកែលម្អបន្តិចគឺសំឡេងបុកសោនខ្លាំងពេកពេលខ្លះតួអង្គនិយាយគឺយើងស្ដាប់អត់ដឹងថាតួនិយាយគេទេគឺខ្ញុំត្រូវមើល subtitle ជាភាសាអង់គ្លេសដើម្បីដឹងថាអូតួនឹងចង់និយាយពីអីអញ្ចឹងណានៅក្នុងការ look overall គឺយើងអាចមើលបានហើយរឿងគូស្នេហ៍ក្បត់ក្បាលនេះគឺសាច់រឿងខុសពីកូនក្រមុំខ្មោចចូលអញ្ចឹងបងប្អូនដែលរងចាំទស្សនារឿងកូនក្រមុំខ្មោចចូលរបស់ពួកយើងគឺនឹងទទួលបានរសជាតិថ្មីមួយទៀតហើយសម្រាប់ការបរិច្ឆេទនៅក្នុងការចេញផ្សាយរឿងកូនក្រមុំខ្មោចចូលខ្ញុំបានបញ្ជូនដំណឹងតាមក្រោយសម្រាប់បងប្អូនដែលអត់ទាន់បាន Subscribe Channel កឹមសៅប្រឌិត Official ទេបងប្អូនអាចចូលទៅ Subscribe ម្នាក់មួយព្រោះថា Channel របស់យើងគឺមានរឿងខ្មោចរន្ធត់ច្រើនមែនទែនហើយសម្រាប់រឿងកូនក្រមុំខ្មោចចូលនេះគឺយើងនឹងចេញផ្សាយក្នុង Channel នេះផងដែរហើយសម្រាប់បងប្អូនដែលចង់មានភាពជឿជាក់នៅលើខ្លួនឯងពេលដែលនិយាយស្ដីជាមួយអ្នកដទៃបងប្អូនអាចជ្រើសរើសថ្នាំដុសធ្មេញម៉ណូរាថ្នាំដុសធ្មេញម៉ណូរាជួយឲ្យធ្មេញសភ្លឺថ្លាបែបធម្មជាតិខ្យល់ដង្ហើមស្រស់ស្រាយជាពិសេសអ្នកដែលចូលចិត្តផឹកតែផឹកកាហ្វេគឺលែងព្រួយបារម្ភរឿងកំណកក្បាលទៀតហើយសំខាន់ណាស់មកទីបតែ10000រៀលទេ